បាទអូខេសួស្តីមេទាំងអស់គ្នាបាទសម្រាប់មេដែលខ្លាចថាទិញ tool នឹងអត់ចេះប្រើខ្លាចឃើញថាស្មុគស្មាញមើលវីដេអូហើយដូចស្មុគស្មាញបាទខ្លាចទិញហើយអត់ចេះប្រើបាទឥឡូវបើសិនជាខ្ញុំបង្ហាញវីដេអូហ្នឹងហើយអត់ចេះប្រើទៀតខ្ញុំមិនដឹងថាម៉េចទេតែសម្បីតែអ្នកអត់សូវចេះកុំព្យូទ័រក៏គាត់ធ្វើបានដែរអញ្ចឹងណាបាទអញ្ចឹងដើម្បីចូលកំណត់នៅក្នុង tool នឹងអាចចុចដាក់ដំណើរការ start run វាបានទីមួយយើងត្រូវមាន device បាទមាន phone farm អីចឹងទៅបាទឬក៏មាន LD បាទ LD player បាទហើយបើសិនជាយើងអត់ចេះប្រើ LD ទេប្រើមួយ phone farm ទៅខ្ញុំ recommend ទិញ phone farm យកមករៀបហើយដាក់ភ្ជាប់មួយ tool របស់ខ្ញុំទៅណាបាទហើយបន្តទៀតគឺយើងចូលមកកន្លែង setting នេះបាទដើម្បីកំណត់ណាបាទកំណត់ function វាចុចចូលកន្លែង setting នឹងមកអានេះមិនបាច់ធ្វើអីទាំងអស់បាទកន្លែងនេះក៏មិនបាច់ធ្វើអីទាំងអស់អានេះក៏មិនបាច់ធ្វើអីទាំងអស់ដែរបាទនេះយើងកំណត់វាមកឲ្យវាពេលដែលបង្កើតដាក់ upload profile cover អញ្ចឹងទៅចាក់ធ្វើ FA អញ្ចឹងទៅបាទ select tick លើវាទៅណាបាទហើយកន្លែងនេះយើងគ្រាន់តែរើស website សម្រាប់ដាក់ verify ទិញ mail យកមក verify មួយ tool មួយ Facebook ទៅបានហើយបាទហើយរបៀបទិញ mail អីហ្នឹងគឺខ្ញុំមានវីដេអូមួយទៀតណាបាទតែប៉ុណ្្នឹងទេបាទទៅយើងកំណត់តែប៉ុណ្្នឹងឯងហើយយើងចុច save មកបាទបន្តទៀតយើងធ្វើការចុច start មកបាទចុច start ទៅគឺវានឹងដំណើរការ run auto បន្តិចហើយអញ្ចឹងណាបាទវានឹងចូលទៅបង្កើត account ឲ្យយើង auto ហើយអញ្ចឹងណាយើងទុកតែមួយ plate ទៅគឺវាដើរអញ្ចឹងណាយើងអត់កំតន់អាល់ចុចហើយយើងកំតន់អាល់តាំងវាអត់តន់ដើរណានេះយើងឃើញកន្លែង script កន្លែងនេះទេបាទនេះវាកំពុង start running នេះឃើញទេអញ្ចឹងអានេះយើង run ជាមួយនឹង phone farm អញ្ចឹងយើងចង់ឃើញជាក់ស្ដែងយើងចុចលើកន្លែង show screen នេះមកបាទយើងចុចលើ select នេះមួយយើងចុច save មួយហើយយើងចុច show screen មកយើងវានឹងលោតផ្ទាំង screen នៅលើ computer ឲ្យយើងឃើញ screen ទូរស័ព្ទហើយបាទហើយបើសិនជាករណីយើងប្រើ LD យើងមើលនៅលើ LD ផ្ទាំងនៅលើ LD ទៅបាទតែប៉ុណ្្នឹងទេបាទតែប៉ុណ្្នឹងឯងវាចាប់ដើមដំណើរការ run នេះវាបិទ airplane mode បើក airplane mode ដើម្បី change IP ដើម្បីកុំឲ្យ Facebook spam IP ណាចាប់ IP ដើម្បីបង្កើត account ឲ្យបានច្រើនបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនបាទវាកំពុងតែ run ហើយបាទនេះវាចាប់ផ្ដើមបើកទូរស័ព្ទវាចាប់ផ្ដើម connect មកទូរស័ព្ទវាចាប់ផ្ដើមបង្កើតទៅនេះបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺមានតែប៉ុណ្្នឹងឯងបាទយើងអត់មានទៅចុចអីច្រើនញ៉ៃញ៉ៃសាំញ៉ាំអីទេបាទខ្ញុំសឹងនិយាយថាអ្នកអត់ចេះកុំព្យូទ័រក៏ប្រើការដែរអានេះបាទអូខេសូមអរគុណបាទសម្រាប់បងប្អូនដែលចាប់អារម្មណ៍ណាបាទសូមអរគុណ